ជាអកុសលមកទល់ពេលនេះនៅក្នុងពិភពលោកទាំងមូលមានគ្រួសារជាច្រើនបន្តបាត់បង់សាច់ញាតិជាទីស្រឡាញ់ដោយសារជំងឺឆ្កែឆ្កួតដែលជាជំងឺមួយដ៏កាចសាហាវដែលអាចបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតបាន100%ក្នុងគណៈទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្កែឆ្កួតខ្ញុំបាទសូមយកឱកាសនេះដើម្បីជូនសារសុខភាពដ៏មានសារៈសំខាន់មួយទាក់ទងនឹងជំងឺឆ្កែឆ្កួតពោលគឺជំងឺឆ្កែឆ្កួតអាចបង្ការបានដោយការចាក់ថ្នាំបង្ការឲ្យបានត្រឹមត្រូវនៅទាន់ពេលវេលាក្រោយពីមានរបួសបង្កឡើងដោយសត្វจากโควิด-19 របស់វិទ្យាសាស្ត្រប៉ាសឺកម្ពុជាគឺចូលរួមរាល់ការខិតខំប្រឹងប្រែងថ្នាក់ជាតិដើម្បីឈានទៅលុបបំបាត់ជំងឺឆ្កែឆ្កួតក្នុងប្រទេសកម្ពុជាតាមរយៈការសិក្សាស្រាវជ្រាវធំៗនានាដែលគ្របដណ្ដប់ទូទាំងប្រទេសដូចជា Virage និងរស្មីយើងនឹងជួយចូលរួមក្នុងការពង្រឹងដល់ការតាមដានជំងឺក៏ដូចជាយុទ្ធសាស្ត្រឈានទៅលុបបំបាត់ជំងឺឆ្កែឆ្កួតក្នុងប្រទេសកម្ពុជាសូមចូលរួមទាំងអស់គ្នាដើម្បីសម្រេចគោលបំណងសកលមួយគឺលែងឲ្យមានអ្នកស្លាប់ដោយជំងឺឆ្កែឆ្កួតដែលបង្កដោយសត្វឆ្កែនៅឆ្នាំ2030ចូលរួមនៅពេលនេះទាំងខ្ញុំទាំងអ្នកនិងទាំងសហគមន៍ទាំងមូល